នេះជាកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមចាបងប្អូនស្ត្រីលោកអ្នកកំពុងតែនៅជាមួយនឹងកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមមេរៀនប្រលឹងវិញ្ញាណរបស់យើងនៅថ្ងៃនេះនិយាយអំពីសេចក្តីប្រាថ្នាដំបូងនៃការចិញ្ចឹមកូនឲ្យមានលទ្ធផលល្អបាទប្រិយមិត្តអ្នកស្ដាប់តើសេចក្តីពងប្រាថ្នាដំបូងនៃការចិញ្ចឹមកូនរបស់បងប្អូនតើនោះជាអ្វីទៅចានៅក្នុងព្រះគម្ពីរសុភាសិតចំពុក23ខ26បានចែងថាកូនអើយចូលប្រគល់ចិត្តឯងមកអញចោះហើយឲ្យភ្នែកឯងពេញចិត្តនឹងអស់ទាំងផ្លូវរបស់អញដែរបាទសុភាសិតមួយនេះមាននៅក្នុងចំណោមការដាស់តឿននិងការប្រមានអំពីគ្រោះថ្នាក់ពីស្ត្រីពេស្យានិងការស្រវឹងប៉ោឡែភាពសាមញ្ញនៃសុភាសិតមួយនេះមានពេញទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅសុភាសិតនេះនិយាយចំណុចស្នូលនៃការចិញ្ចឹមបីបាច់ថែរក្សាកូនហើយប្រសិនបើទទួលយកឲ្យអស់ពីចិត្តនោះពាក្យពេចន៍ទាំងនេះនឹងណែនាំមកកាន់យើងលើគ្រប់ចំណុចដែលយើងធ្វើតាក់ទងទៅនឹងការចិញ្ចឹមបីបាច់ថែទាំកូនរបស់យើងចាបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាការដាស់តឿនទាំងពីរបង្ហាញអំពីចំណុចសម្គាល់នៃការផ្លាស់ប្រែដែលយើងចង់ទទួលបានក្នុងនាមជាឪពុកម្ដាយខណៈពេលដែលកូនរបស់យើងធំធាត់ឡើងនៅក្នុងផ្ទះនោះយើងចង់ទទួលបានអ្វីមួយពីគាត់ហើយយើងក៏ចង់ឲ្យពួកគាត់ទទួលបានអ្វីមួយពីយើងផងដែរយើងចង់បានចិត្តរបស់ពួកគាត់ហើយយើងចង់ឲ្យពួកគាត់ត្រាប់តាមគំរូរបស់យើងបាទបងប្អូនអ្នកស្ដាប់ចំណុចទី1ចំណុចស្នូលនៃការចិញ្ចឹមកូនព្រះគម្ពីរបានបង្គាប់ឲ្យឪពុកម្ដាយចិញ្ចឹមកូនតាមដំបូន្មាននិងសេចក្តីដាស់តឿនរបស់ព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរអេភេសូជំពូក6ខ4បានចែងថាចូលបង្រៀនវាទៅតាមដំបូន្មាននិងសេចក្តីដាស់តឿនរបស់ព្រះអង្គម្ចាស់វិញក្នុងការបង្គាប់នេះមានទិដ្ឋភាពច្រើនណាស់យើងបង្រៀនផងហើយប្រមានផងប្រមានមានថាយើងកម្លាយើងបង្កើតច្បាប់ហើយអនុវត្តតាមច្បាប់នោះយើងផ្ដល់ជូននៅការណែនាំនិងការកែតម្រង់ផ្លូវយើងស្ដីបន្ទោសបង្ហាត់បង្រៀននិងផ្គត់ផ្គង់កូនរបស់យើងសម្រាប់ពេញមួយជីវិតប៉ុន្តែប្រសិនបើយើងព្យាយាមចិញ្ចឹមពួកគាត់ឲ្យគាត់ដើរនៅក្នុងផ្លូវព្រះអង្គម្ចាស់នោះយើងត្រូវតែសម្លឹងមើលទៅឯព្រះអង្គយើងកំពុងតែដេញតាមចិត្តរបស់ពួកគាត់បង្វែរគាត់ឲ្យចូលទៅក្នុងផ្លូវរបស់ព្រះអង្គវិញចាត្រូវឲ្យបងសុផលវាជារឿងងាយស្រួលណាស់ក្នុងការដែលយើងផ្ដល់នូវការណែនាំនិងការដាក់ពិន័យដោយសារយើងចង់ឲ្យកូនរបស់យើងស្ដាប់បង្គាប់ឬក៏ដោយសារតែយើងនឹងចង់មានភាពស្ងប់ស្ងាត់ឬក៏ដោយសារតែយើងនឹងមានការងារសំខាន់ដែលត្រូវធ្វើហើយចំនួនការរអ៊ូរទាំការទាស់ទែងគ្នានិងការខឹងគ្នាដែលកំពុងតែកើតឡើងនៅក្នុងផ្ទះបាយកំពុងតែរំខានដល់អស់លោកអ្នកផងដែរបាទពិតណាស់ពិសីការកែតម្រង់គឺជារឿងសំខាន់ចំនួនការរអ៊ូរទាំការទាស់ទែងគ្នានិងការខឹងគ្នាគឺជាអំពើបាបដែលយើងត្រូវតែលើកឡើងមកនិយាយយើងចង់ឲ្យកូនស្ដាប់បង្គាប់យើងហើយយើងត្រូវឆ្លើយតបទៅកាន់ព្រះជាម្ចាស់តាក់ទងនឹងចំណុចដែលយើងត្រូវណែនាំដល់ពួកគាត់និងការដាក់ពិន័យលើពួកគាត់ផងដែរពិសីផ្ទះដែលមានភាពស្ងៀមស្ងាត់គឺជាព្រះពរដល់មនុស្សគ្រប់គ្នាដែលរស់នៅក្នុងផ្ទះនោះចាបងយើងទំនងជាអាចបាត់បង់ទស្សនៈនៃចំណុចដែលថាយើងបានការស្ដាប់បង្គាប់ចេញពីចិត្តនិងភាពស្ងៀមស្ងាត់ចេញពីចិត្តរបស់កូនគឺជាអ្វីដែលយើងចង់បានចាបងប្អូនអ្នកស្ដាប់នេះមានន័យថាការណែនាំការក្រើនរំលឹកការប្រមានការកែតម្រង់ការដាស់តឿននិងការដាក់ពិន័យរបស់យើងដាច់ខាតត្រូវតែកើតចេញពីការប្រាថ្នារបស់យើងក្នុងការទទួលបានដួងចិត្តរបស់ពួកគាត់ចូលសួរខ្លួនឯងនៅពេលដែលលោកអ្នកកំពុងតែដាក់ច្បាប់តើលោកអ្នកកំពុងតែសង្វាតដេញតាមដួងចិត្តរបស់ពួកគាត់ដែរឬទេពេលលោកអ្នកអនុវត្តច្បាប់មិនថាច្បាប់របស់ព្រះជាម្ចាស់ឬក៏ច្បាប់នៅក្នុងផ្ទះរបស់ខ្លួនតើលោកអ្នកកំពុងតែសង្វាតដេញតាមដួងចិត្តរបស់ពួកគេដែរឬទេនៅពេលដែលលោកអ្នកឆ្លើយថាបាទឬក៏ចាស់ចំពោះសំណើរបស់ពួកគាត់តើលោកអ្នកកំពុងសង្វាតដេញតាមដួងចិត្តរបស់ពួកគាត់ដែរឬទេនៅពេលដែលលោកអ្នកឆ្លើយថាទេចំពោះអ្វីដែលពួកគាត់កំពុងតែសូមតើលោកអ្នកកំពុងតែសង្វាតដេញតាមដួងចិត្តរបស់ពួកគាត់ដែរឬទេឥឡូវនេះយើងចូលទៅដល់ចំណុចទី2វិញម្ដងគឺការដើរតាមគន្លងផ្លូវយើងមានន័យថាតាមចិត្តរបស់យើងមែនទេពិសីចាតាមការពិតទៅការសង្វាតដេញតាមដួងចិត្តរបស់ពួកគាត់
គឺគ្រាន់តែជារូបមន្តម្ខាងទេម្ខាងទៀតគឺជាអ្វីដែលយើងសង្ឃឹមថាយើងអាចផ្ដល់ដល់ពួកគាត់បានឲ្យភ្នែកឯងពេញចិត្តនិងអស់ទាំងផ្លូវរបស់អញដែរនេះគឺជាពាក្យដែលយើងដកចេញពីព្រះគម្ពីរយើងអាចឃើញភាសាដូចនេះនៅក្នុងព្រះគម្ពីរផ្សេងៗទៀតដែលមានដូចខាងក្រោមនេះព្រះគម្ពីរទំនុកដំកើងជំពូក147ខ11បានចែងថាគឺព្រះយេហូវ៉ាទ្រង់សពប្រហារតីតែនឹងអស់អ្នកដែលកោតខ្លាចទ្រង់ហើយនឹងអស់អ្នកដែលសង្ឃឹមដល់សេចក្តីសប្បុរសរបស់ទ្រង់ប៉ុណ្ណោះព្រះគម្ពីរទំនុកដំកើងជំពូក149ខ4ត្បិតព្រះយេហូវ៉ាទ្រង់សពប្រហារតីនឹងរាជទ្រង់តាក់តែងមនុស្សរៀបសារដោយសេចក្តីសង្គ្រោះព្រះគម្ពីរសុភាសិតជំពូក3ខ12ត្បិតអ្នកណាដែលព្រះយេហូវ៉ាទ្រង់ស្រឡាញ់នោះទ្រង់ក៏ស្ដីប្រដៅផងគឺដូចជាឪពុកធ្វើចំពោះកូនដែលជាទីគប់ចិត្តដល់ខ្លួនដែរព្រះគម្ពីរសុភាសិតជំពូក16ខ7កាលណាផ្លូវប្រព្រឹត្តរបស់មនុស្សណាជាទីគប់ដល់ព្រះハរតីនៃព្រះយេហូវ៉ានោះទ្រង់ក៏បណ្ដាលឲ្យទាំងពួកខ្មាំងសត្រូវបានជាមេត្រីនឹងអ្នកនោះដែរចាអរគុណបងសុផលសម្រាប់ការអានព្រះគម្ពីរនេះចាប្រិយមិត្តអ្នកស្ដាប់ផ្នត់គំនិតនៃការដាស់តឿនគឺដូចតទៅកូនអើយចូលអសប្បាយនឹងរបៀបដែលយើងកំពុងតែធ្វើចូលទទួលយកផ្លូវនៃជីវិតរបស់យើងដោយមានអំណរចោះចាបាននិយាយម្យ៉ាងវិញទៀតការបង្គាប់គឺមិនមែនគ្រាន់តែកូនមើលរបៀបដែលឪពុកម្ដាយប្រព្រឹត្តប៉ុណ្ណោះទេប៉ុន្តែគឺដើម្បីឲ្យពួកគាត់ចង់ត្រាប់តាមចង់ធ្វើតាមនិងចង់យករបៀបរបស់ឪពុកម្ដាយមកធ្វើជារបៀបប្រព្រឹត្តរបស់ខ្លួនផងរបៀបឆ្លើយតបរបស់យើងសំដៅទៅលើទម្លាប់ដែលយើងធ្វើអ្វីមួយលំនាំនៃផ្នត់គំនិតពាក្យពេចន៍អាកប្បកិរិយានិងទង្វើរបស់យើងដែលផ្ដល់អត្ថន័យដល់យើងនិយាយម្យ៉ាងវិញទៀតនេះគឺជារបៀបដែលជាក់ស្ដែងដែលយើងដើរនៅក្នុងលោកីយ៍នេះជាចម្បងនេះមិនមែនសំដៅទៅលើអ្វីដែលយើងអះអាងប្រកាសនោះទេប៉ុន្តែទៅលើអ្វីដែលយើងប្រព្រឹត្តសូមគិតអំពីរបៀបនេះថាជាស្តង់ដារនៃការធ្វើអ្វីមួយនេះគឺជាអ្វីដែលយើងគួរលើកទឹកចិត្តឲ្យកូនយើងមើលឃើញទទួលយកនិងធ្វើតាមដោយអំណរបាទត្រឹមត្រូវណាស់ពិសីចាបងក្នុងករណីនេះអាកប្បកិរិយានៃពាក្យសម្ដីរបស់យើងក៏សំខាន់ដូចគ្នាទៅនឹងអ្វីដែលយើងនិយាយផងដែរចានេះមិនគ្រាន់តែសំដៅទៅលើអ្វីដែលយើងនិយាយនិងធ្វើទេប៉ុន្តែទៅលើរបៀបដែលយើងខ្លួនឯងក៏និយាយនិងការប្រព្រឹត្តផ្ទាល់ដូចនេះដែរដូច្នេះសូមគិតអំពីអាកប្បកិរិយាអត្តចរិតសូរសំឡេងរបស់យើងហើយសួរសំណួរចាក់ចុចលើខ្លួនឯងថាតើលោកអ្នកផ្ដល់ការណែនាំដោយក្តៅក្រហាយឬក៏ពេញដោយអំណរតើលោកអ្នកកែតម្រង់ដោយមានភាពការអត់ធ្មត់ឬការសាមចិត្តប្រសិនបើមានអ្នកផ្សេងនៅក្នុងបន្ទប់នៅពេលដែលលោកអ្នកដាស់តឿនឬក៏ដាក់ពិន័យកូនតើពួកគាត់នឹងពណ៌នាថាសូរសំឡេងរបស់លោកអ្នកខូខើឬក៏មើងម៉ាត់គំរោះគំរើយឬក៏ពេញដោយចិត្តសេចក្តីមេត្តាករុណាខឹងឬក៏ស្លូតបូតតើលោកអ្នកកំពុងតែដាស់តឿនឲ្យពួកគាត់ត្រាប់តាមរបៀបមួយដោយមានអំណររបៀបដែលឆ្លើយតបដែលធ្ងន់ធ្ងរយ៉ាងខ្លាំងឬក៏របៀបនៃការឆ្លើយតបដែលមានពេញដោយប្រាជ្ញានិងមើងម៉ាត់ដែលមានស្ថិរភាពចាបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាចំណុចទី3គឺការប្រគល់ចិត្តរបស់ពួកគេទៅកាន់ព្រះជាម្ចាស់ចាកូននឹងកាន់តែចូលចិត្តរបៀបប្រព្រឹត្តរបស់យើងប្រសិនបើយើងពិតជាមានអំណរក្នុងការសង្វាតដេញតាមដួងចិត្តរបស់ពួកគាត់មូលដ្ឋានគ្រឹះមួយនៃការត្រាស់ហៅរបស់យើងគឺធ្វើជាស្នាមញញឹមរបស់ព្រះជាម្ចាស់ដល់កូនរបស់យើងនេះគឺជាចំណុចស្នូលនៃរបៀបនៃការចិញ្ចឹមកូនរបស់យើងហើយក្នុងការបង្ហាញស្នាមញញឹមរបស់ព្រះជាម្ចាស់យើងក៏កំពុងតែសង្វាតដេញតាមដួងចិត្តរបស់ពួកគាត់និងការត្រាស់ហៅឲ្យសង្កេតមើលទទួលយកនិងអោបក្រសោបរបៀបប្រព្រឹត្តរបស់យើងផងដែរបាទបងប្អូនអ្នកស្ដាប់ចំណុចនេះមិនមែនគ្រាន់តែរបៀបរបស់យើងនោះទេនៅចុងបំផុតយើងចង់ឲ្យកូនរបស់យើងថ្វាយដួងចិត្តរបស់ពួកគាត់ទៅកាន់ព្រះជាម្ចាស់ការដែលពួកគាត់ប្រគល់ដួងចិត្តរបស់ពួកគាត់មកកាន់យើងគឺជាការត្រៀមនៃការថ្វាយដួងចិត្តរបស់ពួកគាត់ទៅកាន់ព្រះអម្ចាស់វិញពួកគាត់ប្រគល់ដួងចិត្តរបស់ខ្លួនទៅកាន់ឪពុកម្ដាយលើផែនដីដើម្បីឲ្យពួកគាត់អាចរៀនថ្វាយដួងចិត្តរបស់ខ្លួនទៅកាន់ព្រះវរបិតានៅឯនគរស្ថានសួគ៌ការសង្កេតមើលនិងការត្រាប់តាមយើងដោយមានអំណរគឺជាជំហានដំបូងនៃការសង្កេតមើលនិងការត្រាប់តាមការប្រព្រឹត្តរបស់ព្រះជាម្ចាស់ចាត្រូវឲ្យបងប្អូនអ្នកស្ដាប់ទាំងអស់គ្នា
ព្រះយេស៊ូវបានប្រាប់យើងថាមានរបៀបនៃការទទួលក្មេងៗក្នុងព្រះនាមទ្រង់ថាជារបៀបនៃការទទួលយកទ្រង់ផ្ទាល់តែម្ដងនៅក្នុងព្រះគម្ពីរម៉ាកុសចំពុក9ខ37បានចែងថាអ្នកណាដែលទទួលកូនតូចមួយដូចជាកូននេះដោយនៅឈ្មោះខ្ញុំនោះក៏ឈ្មោះថាទទួលខ្ញុំហើយអ្នកណាដែលទទួលខ្ញុំនោះមិនមែនទទួលខ្ញុំទេគឺឈ្មោះថាទទួលព្រះដែលបានចាត់ឲ្យខ្ញុំមកវិញទង្វើនៃការទទួលទាំងពីរនេះគឺការទទួលក្មេងៗនិងការទទួលព្រះយេស៊ូវคล้ายជាការទទួលតែមួយដោយសារការទទួលដំបូងបានកើតឡើងនៅក្នុងព្រះនាមទ្រង់នៅពេលដែលលោកអ្នកទទួលក្មេងៗនៅក្នុងព្រះនាមព្រះយេស៊ូវតើនៅចុងបញ្ចប់លោកអ្នកនឹងមានអ្វីគឺលោកអ្នកមានទាំងក្មេងៗនិងព្រះយេស៊ូវផ្ទាល់ដូចគ្នាផងដែរក៏មានរបៀបដែលកូនៗរបស់លោកអ្នកអាចប្រកល់ដួងចិត្តរបស់ពួកគាត់ដែលមិនយូរនឹងឆាប់តាមរយៈព្រះគុណរបស់ព្រះជាម្ចាស់នឹងក្លាយជាការថ្វាយដួងចិត្តរបស់ពួកគាត់ទៅកាន់ព្រះជាម្ចាស់ផងដែរពួកគាត់ប្រកល់ដួងចិត្តទៅកាន់លោកអ្នកគឺពួកគាត់ប្រកល់ដួងចិត្តរបស់ខ្លួនក្នុងព្រះនាមព្រះយេស៊ូវហើយនៅពេលដែលពួកគាត់ធ្វើបែបនោះនៅចុងបញ្ចប់តើអ្នកណានឹងមានដួងចិត្តរបស់ពួកគាត់គឺទាំងលោកអ្នកនិងព្រះជាម្ចាស់ដែលនឹងមានដួងចិត្តរបស់ពួកគាត់ផងដែរបាទបងប្អូនអ្នកស្ដាប់មេរៀនរបស់យើងនៅថ្ងៃនេះបានកែសម្រួលនិងដកស្រង់មកពីគេហទំព័រផ្លូវពិតបាទបងប្អូនអ្នកស្ដាប់មេរៀនរបស់យើងនៅថ្ងៃនេះបានដល់ទីបញ្ចប់ហើយសង្ឃឹមថាមេរៀនរបស់យើងនៅថ្ងៃនេះនឹងជួយលើកទឹកចិត្តនិងផ្ដល់មេរៀនល្អដល់បងប្អូនពីរបៀបក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនឲ្យបានត្រឹមត្រូវតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរបាទនៅពេលនេះសូមបងប្អូនអ្នកស្ដាប់បានរួមចិត្តរួមគំនិតបន្ទាបខ្លួនហើយអធិដ្ឋានសូមប្រាជ្ញាមកពីព្រះអង្គម្ចាស់ដើម្បីឲ្យយើងមានប្រាជ្ញាក្នុងការព្រៀនប្រដៅអប់រំកូននៅក្នុងក្រុមគ្រួសារដូច្នេះសូមបងប្អូនបានសម្រុំចិត្តអធិដ្ឋានជាមួយពិសីដូចតទៅអោព្រះបិតាដែលគង់នៅស្ថានសួគ៌គុណសូមអរព្រះគុណទ្រង់សម្រាប់មេរៀននៅថ្ងៃនេះដែលបានបង្រៀនកូនពីរបៀបក្នុងការចិញ្ចឹមបីបាច់កូនៗឲ្យស្របតាមព្រះបន្ទូលរបស់ទ្រង់សូមផ្ដល់គំនិតនិងប្រាជ្ញាដល់កូនៗបន្តទៀតក្នុងការចិញ្ចឹមកូនៗឲ្យដើរក្នុងមាគ៌ារបស់ទ្រង់យើងខ្ញុំសូមថ្វាយបងប្អូនអ្នកស្ដាប់និងកូនៗរបស់យើងទាំងអស់ទៅក្នុងព្រះហស្ថដ៏មានអំណាចព្រះជេស្តារបស់ទ្រង់យើងខ្ញុំអធិដ្ឋាននៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបាទកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមបានដល់ពេលវេលាដែលត្រូវគោរពលាបងប្អូនស្ត្រីហើយយើងទាំងពីរអ្នកសង្ឃឹមថាពីកម្មវិធីរបស់យើងនៅថ្ងៃនេះនឹងបានលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាហើយក៏សង្ឃឹមថាបងប្អូននឹងយកអ្វីដែលយើងខ្ញុំបានជម្រាបជូននៅថ្ងៃនេះទៅពិចារណានិងអនុវត្តនៅក្នុងជីវិតរបស់យើងផងដែរចា៎បងប្អូនស្ត្រីប្រសិនបើបងប្អូនមានចម្ងល់ឬក៏ចង់ដាក់ដង្វាយនៅក្នុងកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមបងប្អូនអាចទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ092 60 60 51គឺលេខ092 60 60 51ឬតាមរយៈ Telegram លេខ092 60 60 51គឺលេខ092 60 60 51ឬតាមរយៈ Facebook Page និង TikTok ឈ្មោះកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមនោះយើងនឹងរីករាយស្វាគមន៍ដល់អ្នកកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមផលិតឡើងដោយអង្គការសកលកម្ពុជាកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមសូមលំអោនកាយជម្រាបលាប្រិយមិត្តអ្នកស្ដាប់ត្រឹមតែប៉ុណ្ណេះសិនចាសសន្យាថានឹងវិលមកជួបគ្នាម្ដងទៀតនៅសប្ដាហ៍ក្រោយតាមពេលវេលាដដែលនិងម៉ោងដដែលរស់នៅត្រូវតែមានសង្ឃឹមសូមជម្រាបលាសូមព្រះប្រទានពរ